កូនខ្លះគេថាខ្ញុំរស់ស៊ីទិញផ្ទះបានលុយខ្ញុំទិញឡានលុយខ្ញុំទិញដីលុយខ្ញុំកម្លាំងខ្ញុំគ្មានបានគេអកពីម៉ែពីឪទេរស់ស៊ីខ្លួនឯងសតនៅកពៅបានគេពីម៉ែពីឪច្រើនខ្ញុំគ្មានទេរស់ស៊ីកម្លាំងខ្លួនឯងបានដៃណាទៅរស់ស៊ីដៃហ្នឹងបានជើងណាទៅរស់ស៊ីជើងហ្នឹងហើយជើងហ្នឹងបានពីណាមកម៉ែចែកឲ្យដៃហ្នឹងបានពីណាមកម៉ែចែកឲ្យដៃម៉ែដៃឪឲ្យដៃយើងឆ្អឹងម៉ែឆ្អឹងឪឲ្យឆ្អឹងយើងឈាមម៉ែឈាមឪចែកមកឲ្យយើងអញ្ចឹងភាកហ៊ុនម៉ែនៅក្នុងនឹងអាដែលរបស់ម៉ែតាខ្លួនយើងទាំងមូលហ្នឹងរបស់ម៉ែរបស់ឪតាបើដូច្នេះឲ្យភាកហ៊ុនម៉ែឪនៅនឹងបានលោកថាបើតាំងចិត្តថាជាកូនហើយទោះបីយើងទៅរស់ស៊ីដោយកម្លាំងយើងក៏នៅតែជាចំណែកភាកហ៊ុនរបស់ម៉ែឪដែរគាត់បង្កើតដៃបង្កើតជើងចែកសាច់ចែកឈាមចែកឆ្អឹងឲ្យយើងអញ្ចឹងមានឆ្អឹងយើងនេះដោយសារឆ្អឹងនោះបើលះបងឆ្អឹងនងចោលអានឹងដូចក្បាលកបិលមហាព្រំថ្ងៃចូលឆ្នាំយើងទទួលទេពតានោះគេថាទេពតាកូនកបិលមហាព្រំនឹងក្បាលនឹងកាត់ហើយនឹងបើបោះទៅក្នុងសមុទ្ររីងសមុទ្រហើយបើយកទៅដាក់លើផែនដីឆេះទឹកឆេះដីដាក់ក្នុងព្រៃឆេះព្រៃពីក្បាលនេះចង្រៃក៏មានមហិទ្ធិឫទ្ធិចេះណោះដូច្នេះហើយតលកូននឹងយកទៅដាក់តម្កល់ទីសំគួននៅមណ្ឌលភ្នំកៃឡាស់ដាក់វេនគ្នាជាប្រចាំមកតង្ហែហើយតាកបិលមហាព្រំនឹងមិនដឹងប្រពន្ធឈ្មោះអីទេកូនដល់7សុទ្ធតែស្រីតាំងពីកើតមកមិនទាន់លឺថានាងណាមានប្តីមួយសោះតំណងជាកមុំមកទាំងអស់ក្នុងដាក់វេនគ្នាមួយឆ្នាំមកមួយឆ្នាំមកមួយហេប្រហែលជាកមុំរហូតតទៅហើយព្រំដតីស្លាប់ទៅអត់ឃើញមានសល់ប្រកេះទេព្រំនេះសល់ប្រកេះទុកឲ្យកូនចៅមកតង្ហែបានជាទេវតាគេមកដាក់វេនគ្នាមួយឆ្នាំមួយមកហែអញ្ចឹងកូនទេវតានឹងត្រូវតែមាន7នាក់ព្រោះថ្ងៃវា7ដែរកូនសត្វតស្រីព្រោះសរីសួស្ដីកបិលមហាព្រំជាណាពុកម៉ែយើងនឹងឲ្យតំណាងឲ្យកបិលមហាព្រំហើយបើសិនជាលះបងធៀបមេត្តាបៃតានឹងចោលទៅក្នុងទឹកក្នុងដីអាចឆេះទឹកឆេះដីមានន័យថាបើលះបងធៀបម៉ែធៀបឪចោលឆេះទឹកឆេះដីគឺគ្រួសារក្តៅកាហាយរស់ស៊ីអត់មានអត់កំណើតទេដូច្នេះហើយរឿងកបិលមហាព្រំជាកតិអប់រំថាបើយើងជឿព្រំកូនព្រំក៏គេមកគោរពម៉ែឪគេដែរបើយើងជឿទេវតាកូនទេវតាគេមកដង្ហែម៉ែឪគេដែរបើដូច្នេះហើយកុំទទួលទៅទេវតាអត់ធ្វើតាមទេវតាគ្រប់អង្គពេលមកដល់ហើយផ្ដាំចុងក្រោយថាបើចង់ឲ្យទេវតាថែរក្សានាំគ្នាជំរះចិត្តឲ្យស្អាតបរិសុទ្ធចូលនមស្ការចូលសមាទានសិលនិងស្ដាប់ធម៌ទេសនានោះទេវតានឹងជួយថែរក្សាឲ្យចម្រុងចម្រើនហើយយើងអត់ធ្វើតាមទេវតាមិនបាច់ទៅបន់ទេគ្មានតែជួយយើងទេណាញោមណាតោះតែធ្វើតាមគាត់បានគាត់ជួយឥឡូវនេះបានកូនចៅមិនអាចបោះបង់ចោលទេទួនាទីកូនព្រះពុទ្ធសម្ដែងថាមាន5ភៈតោនេសង្ឃបរិសាមិពីដើមឆ្អឹងនងធាតនងអ្នកចិញ្ចឹមយើងឥឡូវដល់ពេលគាត់ចាស់យើងអ្នកទំនុកបំរុងចិញ្ចឹមគាត់វិញគឺម៉ែឪចាស់ទុំកូនចៅត្រូវចិញ្ចឹមទី2កិច្ចចាំងនេសង្ឃបរិសាមិបើម៉ែឪមានកិច្ចរវល់ដូចធ្វើបន់អញ្ចឹងកូនសម្រាប់ផ្អាកការងារយើងមកជួយគាត់សិនទី3កុលរវាងសង្ឃតបេសាមិពូជយើងបោយើងធ្លាប់កាន់សិលធ្លាប់ធ្វើបន់ធ្វើទានអញ្ចឹងអត់ពីម៉ែពីឪទៅកាន់តាមពូជគាត់កុលរវាងសង្ឃតបេសាមិហើយទាយាជាងបដិបជាមិទ្រព្យសម្បត្តិកេអកដែលម៉ែឪចែកឲ្យកុំចេះតែលក់ខ្ទេចលក់ខ្ទីអីទុកថែរក្សាកេតំណែលគាត់ជាអនុស្សាវរីយ៍ផងហើយដល់គាត់ស្លាប់ទៅតេខណាំងអនុបទេសសាមិឲ្យធ្វើបុណ្យឧទ្ទិសទៅឲ្យដូចយើងកំពុងធ្វើបុណ្យហ្នឹងការធ្វើបុណ្យឧទ្ទិសទៅឲ្យមាន4ធ្វើថ្ងៃស្លាប់គេហៅមគ្គកៈទានឬមគ្គកៈផាត់បន្ទាប់មកធ្វើ7ថ្ងៃបន្ទាប់មកទៀតធ្វើ100ថ្ងៃបន្ទាប់មកទៀតធ្វើ1ខួប2ខួប3ខួបទៅរហូតទាំងអស់ហ្នឹងគេហៅថាតេខេណានុបទានគឺកម្មវិធីផ្ញើសហុយពីអ្នករស់ទៅឲ្យអ្នកស្លាប់ផ្ញើសហុយទៅដូចគេផ្ញើលុយតាមវិញអញ្ចឹងណាញោមណាមួយដាក់លុយចូល2ប្រាប់លេខកូដទី3អ្នកនឹងមកដកឯនេះមួយចូលប្រគេនអាហ្នឹងដូចដាក់លុយចូលទី2ប្រាប់លេខកូដគឺឧទ្ទិសឲ្យចំឈ្មោះព្រោះខ្មោចស្លាប់ទៅរាប់លានខ្មោចមិនដឹងធ្វើឲ្យខ្មោចមួយណាតោះប្រាប់ឲ្យចំឈ្មោះដោយដាក់លេខកូដទី3អ្នកនងមកទទួលហើយបើនងមិនដឹងទេបានអាចារ្យយ៉ាងកញ្ញអ៊ីវិនីយាទេវតាទីវាគន្ធវានវេទយងផ្ញើតាមទេវតាទទួលបាននេះទួនាទីកូនលោកថាកូនដែលល្អគឺកូនមិនចយត់កូនមិនចយត់គឺកូនមិនងាយស្លាប់តៃហោងមិនងាយអាយុខ្លីមិនងាយស្លាប់ដោយសារគ្រឿងសត្រាគ្រឿងបហាថ្នាំពឹសថ្នាំពុលដូចញោមអ្នកមានធម៌កតញ្ញូធ្លាប់ឆ្លងកាត់ហើយសង្គ្រាមក្របថ្លោងអេសសងអង្គទេវងវិតបេសែងកងដឺធ្លាក់ឡើងហុយផ្សែងពេញមេឃរុនបាយខំគេស្លាប់ឲ្យព្រាតឯងគ្មានព្រមស្លាប់គេនៅរស់ទល់ថ្ងៃនេះគេជំលះ3ឆ្នាំ8ខែ20ថ្ងៃនោះទៅលើកបលាយទៅលើកទៅនប់ទៅជីកព្រែកឯកោរក
គេបង្អត់បាយធ្វើកងចល័តហូបបបរហូបគុលជ័យគេស្លាប់រាប់លានឯងមិនព្រមស្លាប់គេនៅតែរស់ទល់ថ្ងៃនេះបន្ទាប់មកអសន្នរោគមកប្រមូលទៀតគេស្លាប់រាប់ម៉ឺនឯងមិនព្រមស្លាប់បន្ទាប់មកទៀតអាកូវីដមកប្រមូលចុងក្រោយទៀតគេស្លាប់រាប់លានអ្នកឯងមិនព្រមស្លាប់នៅតែរស់ទល់ថ្ងៃនេះមកពីអីនេះហើយគេហៅកូនមានអាយុថ្លៃមិនងាយស្លាប់ទេទោះបីទៅដល់ថៃទៅដល់កូរ៉េគេស្លាប់លត់ក៏ចេះតែរស់ត្រឡប់មកវិញកូនដែលអាយុថ្លៃសំដៅទៅលើកូនណាមានធម៌6យ៉ាង6យ៉ាងនោះអីខ្លះទី1កូនណាដែលស្ដាប់ពាក្យព្រានប្រដៅម៉ែឪដោយគោរពទី2កូនណាចិញ្ចឹមម៉ែឪដោយគោរពទី3កូនណាព្យាបាលជំងឺម៉ែឪពេលគាត់ឈឺទី4កូនណាធ្វើបន់សពជូនគាត់ពេលគាត់ស្លាប់ទី5កូនណាកសាងស្ថានធ្នោកតូបបច្ចេកដីឬទីកន្លែងតម្កល់អធិធាតុអធិគុណរបស់គាត់ដោយប្រពៃទី6កូនណានៅតែនឹកដល់គុណម៉ែឪធ្វើបន់តេខេណានុបទានឧទ្ទិសទៅញយនេះ6យ៉ាងនេះហើយដែលគេហៅថាកូនមានអាយុថ្លៃញោមញាតស្ដាប់មើលទៅឲ្យបន្ទុកខ្លួនឯងទៅបើថាខ្លួនឯងគ្រប់ទាំង6ហ្នឹងដាក់បន្ទុក1លានអញដឹងតែអាយុវែងហើយបើថាមិនទាន់គ្រប់6ហ្នឹងទេបន្ថែមខ្លួនឯងប្រគ្រប់ចុះហើយបើមានធម៌ទាំង6យ៉ាងហ្នឹងហើយរៀបញោមចំណាំមើលប្រអិនណារៀបចេញទៅណាមកណាលើកដៃស្ពះពីលើចុះមកក្រោមគ្រប់ទិសនាតល័យទេវបុត្រសួរថារួចមហារាជថ្វាយអង្គមអីគេនោះថាថ្វាយអង្គមមនុស្សណាដឹងគុណឪពុកដឹងគុណម្ដាយចេះគោរពកោតខ្លាចតកូលរៀមច្បងថ្វាយអង្គមនៅនោះអញ្ចឹងប្រអិនជាស្ដេចទេវតាមកថ្វាយអង្គមយើងអញ្ចឹងតើបានជាទេវតាតូចតាចកូនចៅប្រអិនថែអាសាយើងទៅណាក៏បានសុខដែរបានប្រពុតលោកសម្ដែងថាយោមេតរាំងបិតរាំងវាមកចោថាមានអបោសតិទីវាបិណាំងតិកឆន្តិមេតាបិតិបរាំងនរាំងកូនប្រុសស្រីណាមានធម៌កតញ្ញូជាមួយឪពុកម្ដាយទៅទីកន្លែងណាទេវតាគ្រប់ទីកន្លែងនោះតាមបីបាច់ថែរក្សាកូននោះទើបកូននោះមានអាយុវែងអាយុថ្លៃណាញោមណាឥឡូវយើងឃើញថាធម៌6យ៉ាងមិញនេះអាចចំណុចទី5គេហៅថាកូនចៅបានកសាងស្ថានធ្នោកតូបបច្ចេកដីបច្ចុះធាតុបច្ចុះអធិគុណរបស់ម៉ែឪដោយប្រពៃឥឡូវយើងបានធ្វើទៀតធ្វើចេតដីឲ្យបច្ចុះធាតុហេតុអីកាលពីប្រពុតលោកបរិនិព្វានទៅណាញោមមានគេហែប្រធានព្រះ7ថ្ងៃឈប់ធ្វើបុណ្យ7ថ្ងៃឈប់ធ្វើបុណ្យយាយនោះគាត់បបួលកូនឲ្យកូនភាសាទៅទាំង3នាក់ដល់ទៅតាគាត់នៅផ្ទះដាច់លបបរហូតទៅយាយនឹងដើរបុណ្យឲ្យរាល់ថ្ងៃរហូត7ថ្ងៃទៅមកម្ដងទៅវិញបាត់7ថ្ងៃទៀតទៅយូរលូទៅមកដឹងជាបុណ្យស្អីជាមួយឆ្អឹងទេវ៉ាធ្វើបុណ្យជាមួយមនុស្សរស់ហើយណាបានប្រយោជន៍មនុស្សងាប់ទៅហើយទៅចំណាយលុយធ្វើបុណ្យជាមួយតែឆ្អឹងនោះគាត់ថាអញ្ចឹងណាវាមានប្រយោជន៍អីឆ្អឹងដែរដល់គាត់និយាយអញ្ចឹងត្រូវតាមមកក្រុមគ្នាគាត់ខ្ញុំគ្រប់គ្រងមែនធ្វើបុណ្យជាមួយមនុស្សរស់បានល្អធ្វើបុណ្យជាមួយឆ្អឹងអត់ប្រយោជន៍មែនតិចអីចេះតែគ្រប់គ្រងមានអ្នកយល់អញ្ចឹង80000នាក់ឯណោះញោមយល់ដោយតាហ្នឹងថាអត់ប្រយោជន៍ហើយគេថាមិនថាទៅពួកគេអ្នកទៅធ្វើបុណ្យហែធាតនៅតែហែធាតដល់តែគេយកទៅបញ្ចុះធាតទៅគេធ្វើបុណ្យធំហើយដល់ទៅពេលតទៅមុខទៅញោមអស់អាយុរៀងខ្លួនទៅពួកតាមមកក្រុមហ្នឹងទៅកើតជាប្រែតហើយយាយហ្នឹងបានទៅកើតជាទេវធីតាកូននឹងហើយកូនប្រសាបានកើតជាទេវបុត្រទេវធីតាអ្នកទៅហែប្រធានអ្នកបញ្ចុះធាតបានកើតជាទេវបុត្រទេវធីតាអ្នកខ្លះមកកើតជាមនុស្សមកកើតជាអុកញ៉ាធំស្រាប់តែមានបុណ្យធំព្រះមហាកាសបៈលោកមកសម្ដែងធម៌លោកអត់តន់ទៅពៀនណាលោកនៅក្រោយដល់ទៅពេលពួកទេវតាចុះមកស្ដាប់ធម៌ឲ្យព្រមព្រៀតពួកប្រែតក៏នៅលើដីនេះដើររយចំណីអាហារក៏មកកន្លែងបុណ្យនឹងដែរលោកមើលឃើញទាំងអស់លោកនិមិត្តចងរិទ្ធឲ្យមនុស្សមើលឃើញទេវតាមើលឃើញមនុស្សឃើញប្រែតឃើញមនុស្សប្រែតឃើញទេវតាឲ្យមើលឃើញគ្នាទៅវិញទៅមកស្រាប់តែពួកប្រែតក៏លេចឃើញហាប្រពន្ធអញទៅកើតជាទេវតាកូនអញកូនប្រសាអញកើតជាទេវតាទេវបុត្រអស់ហើយអូអ្នកធ្វើបន់ហែប្រធានទៅកើតទេវបុត្រទេវធីតាទាំងអស់ស្រាប់តែមើលពួកគ្នាគាត់កើតជាប្រែតអត់ចំណីអាហារកំពុងទៅលូនមកទាំងអស់គ្នាយើងខុសធំហើយលូនមកចិត្តជើងព្រះមហាកាសបៈលោកម្ចាស់ហើយខ្ញុំព្រះអង្គខុសធ្ងន់ណាស់កាលនៅជាមនុស្សឃើញគេមើលងាយអ្នកឃើញគេធ្វើបន់ជាមួយប្រធានជាមួយឆ្អឹងខំមើលងាយគេឥឡូវស្រាប់តែគេកើតជាមនុស្សគេកើតជាទេវតាលន់ពួកខ្ញុំព្រះអង្គមកប្រែតលោកម្ចាស់ហើយសន្យាឲ្យថាឲ្យតែបានទៅកើតជាមនុស្សវិញលែងហ៊ានមើលងាយប្រធានទៀតហើយខំគោរពខំធ្វើបន់គេប៉ុន្តែឥឡូវវាហួសពេលបាត់ហើយខ្ញុំមើលឃើញដែរបានលើកឡើងមកថាកូនដែលតម្កល់ធាតុមេត្តាបៃតានេះ
ban bon smao nâng cái tầm col thiệt pre ban bon smao nâng cái hai thiệt pre chẳng đa phù bảo ông sầm đai tha miệt đa bay đa nâng hao chỉ pre rụp tranh mau pi tờ bông sấy mà nè vô chơi từ thoại pre phịch mưa mai cha nâng tia nó bảo ông thay gì nơi cha nơi tia nâng bảo ông thành niên miền thoại pre hay tia đấy ở đây ở miền pre phong tia như bông miền pre nơi tia vô từ vinh từ thoại pre nơi tia thì ở miền phong vô từ vinh thoại pre nơi tia niên can chơi mà sinh đà máu rồi mưa chụp pre nơi na có bị mình khơi rồi cho rồi láng vậy bị gì nè liên chơi mưa khơi con vô chơi sầm lăng plư cái vô tới na kia thế vô cho vô láng chơi nâng bạc cò lẹ cái bịa mùi mà nâng thành nơi nghiêm chỉ trên tầm này hà một sông kia cái lô bàn này cờ mùi lẹ nâng ở mai mà con nâng mùi lẹ mà anh vô tới này vậy nâng o bự anh thả bàn anh bàn men bộ kho đặt lộc phải em có open một và nó bị toa bàn tầm mùi đó bởi bàn bị bay tiết ấy ở toa rồi mà lấy cái vết cái liệt chừng rục cái liệt bông cái liệt trang rô pre mình khơi cái từ với nhau ba là cha u trong rung lực thả côn khla chưa bon khlang do mà hộp tăng nắng từ vọt và mai ơi xây clean trong bàn na lôi xua côn tha miên sol tế bật làng clean bài nhọ bùa nhược dài khơi sầm lo kế côn chơi vâng can thầm mình bàn sol tới nhom slo còn tay từ vọt đấy cái thà bật đua ca na chạy khla tới côn cái thà biếm tới xì môn lốc bạp mày vì ơi dừng ọt tiết hay không hỏi ba ọt và đòi tự cái vô tên này vô thư mà lo hỏi niềng nó vô chơi từ vài pre tiết và ông xua thầm mạch tự mình khơi pre ọt không biết đấy rõ hay về clip trang clip bong clip chừng lúc ấy rồi mình khơi pre phong cho bắt chơi mùi từ nó anh đang biết bạc co thì lại mày không bắt á ban và ông thầm mày nâng hơi chỉ pre rồi bỏ côn nâng hơi chỉ pre rồi bỏ côn thưa bon chỉ mùi pre nơi quạt ban bon pan na mày giường đấy thưa bon chỉ mùi quạt ban bon và pan năng đai chẳng bởi cái hai thiệt pre ban bon pan na cái tầm col thiệt pre ban bon pan na dương tầm col thiệt miệt đa bay đá của ban bon pan năng đai này nhôm nè miền này tiền chân mùi gì bị bỏ mà nè đây mà đai slap tới rồi cả lại phải cho thiệt cọp ở sườn buồn bán bay không mày đào tới với cro pít khơi nhà thọc cả bay đi cọp thọc cái bay nâng từ mong tới đây việt tháo quạt miền bên hà kia huông hai cọp thọc cái bay đây nâng lục tới quạt miền là pi nè mày con quạt mà thoai cùng sọc mày nâng rất là nghề đặt tiền thu cạp như kêu sạc cà rạc bài tới quạt chỉ ta đặt tam tới chơi ta na quạt tới quạt sầm mai thắt đôi mày nơi ruột mà từ tua chăng sạp tại đó là pi quạt vừa chăng tới bao tê và đa trung bình nâng chui thẻ xa quạt rosi miền đá kê mà phun khai chỉ mà hà sẽ thay ta chỉ nôm cái này nâng riêng đây phải tê chân ta cho nông thế thà quạt nâng bị đám cò này lấy việc miền đi na đòi xa việc cọp mỏi máy trong đây hong sôi đây cái lại miền bàn việc miền nâng bơ mình chưa ở cài trách bông cò đòi chẳng cái xạ mờ cái thằng này nãy nhá rosi miền và nâng á nãy cọp mỏi máy nâng thọ cái bay đây on na cái lại đây on nọ có pu nó mặc pu nọ ngay ở đây nông miền tầm lại pu na từ tỉnh đây nông đậm vì rất tầm miền lơ nâng thiệt đôi chứ này quát nó khơi thả anh càn muốn cò lời anh miền thôi anh tinh của pu phnom đạn mà có màu mai có thiệt mai tranh bị thọc cái bấy giờ ta đạn lên của pu phnom mà ngay vậy nó đó ta về ngay về tới mà khai từ mà đòn du pi khai từ mà đòn du mà nắm từ mà đòn du lệnh từ thì mà đòn đọc mai đọc prey trục lên tới tê và đá độ chặt với nhau vì đám anh không thay toàn viết khơi viết lành mai từ bực nghĩa lấy về lên call mai vì hỏi tê và đá non từ thay mẹ sẽ lên thay quát rosi cro bình từ ban chắc cái này thầm anh tham mau bị đây men cái này cả đạn lên ní miên đó lấy tới đạn lên được lại nước cro tam bật bờ sân chỉ dừng kịch không phải hai lọc cái bẫy cái đôi ao ta côn miên thọ cắt từ nơi từ rosi miên chăng pan đây là o thay và hai cái pul phnom cái đôi bờ côn mình đại là ao ngục mai về nơi ta cro chăng đây nhom đó việc miên mau bị đây đi mau bị thọ rồi bọc côn này ta chẳng ai bàn ngày này côn cháu thui bị thi bị cho thiệt không chẹt đấy đò xòm cua bờ pây thay thàn áកាលពីសម័យដើមឡើយមានស្រីម្នាក់ដើរបដៅកូនតូចស្រាប់តែឃើញគេកសាងចេតិយដូច្នេះទៅស្រាប់តែកូននឹងសួរទៅម៉ែគេធ្វើអីគេថាគេកសាងចេតិយកសាងចេតិយនឹងមានប្រយោជន៍អីទៅម៉ែកូនហើយមហិតនូមានមហិតរុទ្ធច្រើនមហាភោគោមានទ្រព្យសម្បត្តិច្រើនមហាដេជោមានដេជះកើតឡើងមានលៀបមានយុះមានស័ក្តិតំណែងខ្ពង់ខ្ពស់មហាបញ្ញោមានបញ្ញាឆ្លាត
ហើយអាយុក៏វែងសុខភាពក៏ល្អសម្រស់ក៏ស្អាតចេតិយនេះបានអានិសង្សច្រើនព្រោះជាទីសក្ការៈជាទីគេគោរពបូជាណានាគោរពទៅបានសេចក្តីសុខនិងបានអាយុវែងកូនក្មេងតូចអាយុ6 7ឆ្នាំឮតែប៉ុណ្ណឹងមាននិស្ស័យដោះខ្សែកផ្លែតដាក់ម៉ែខ្ញុំចង់យកខ្សែកទៅចូលគេម៉ែភ្ញាក់ព្រឺតហាបើកូនឯងក្មេងប៉ុណ្ណឹងសោះក៏ចេះចង់ធ្វើបន់គេដែរបើចឹងកូនឯងយកទៅចូលចុះកូននោះចូលកសាងចេតិយនោះហើយទៅក៏រស់ស៊ីមានបានមួយជីវិតនឹងខ្លាំងហើយស្លាប់ទៅកើតឋានសួគ៌ដល់តែចុះត្រឡប់មកវិញមកកើតជាកូនអ្នកមានមួយនៅក្រុងរាជក្រឹសជាកូនមហាសិទ្ធិរីឯក្រុងរាជក្រឹសនោះមានសេដ្ឋីម្នាក់ទៀតមានកូនប្រុសទីបំផុតអ្នកទាំងពីរនឹងបានគ្នាជាប្តីប្រពន្ធនៅលើគំនរទ្រព្យសម្បត្តិសបោសបាយណាស់គេឲ្យឈ្មោះថានាងនឹងអ្នកមានបុណ្យព្រោះគ្រួសារខាងប្រុសនឹងវាមានបដាសាមួយទ្រព្យសម្បត្តិមួយចំនួនមើលទៅជាដុំថ្មតតែនាងនឹងទៅដល់ផ្ទះនោះបានទ្រព្យនឹងคล้ายទៅជាមាសវិញទាំងអស់ដូច្នេះអ្នកទាំងពីររស់នៅលើគំនរទ្រព្យសម្បត្តិនឹងសុខសប្បាយដោយអានិសង្សការកសាងចេតិយពីមុនមកនាងដឹងខ្លួនថាការកសាងចេតិយនេះធ្វើឲ្យអញคล้ายជាមនុស្សមានបានដល់ព្រះសិរីបុត្រលោកបរិនិព្វាននៅក្រុងរាជក្រឹសនឹងគេកសាងចេតិយព្រះសិរីបុត្រនៅក្នុងបរិវេណសាលារៀនសាកលវិទ្យាល័យនិលន្ទាញោមសូមបញ្ជាក់ថានៅលើពិភពលោកយើងនេះសាកលវិទ្យាល័យកើតមុនគេមានតែពីរទេគឺសាកលវិទ្យាល័យតក្កសិលាមួយនិងនិលន្ទាមួយដែលមានអាយុកាល6-700ឆ្នាំមុនគ្រិស្តសករាជទៀតប្រទេសណាក៏ទៅរៀនពីនងដែរហើយសាកលវិទ្យាល័យនិលន្ទានេះ10គីឡូ4ជ្រុងញោមហើយគេធ្វើបច្ចេកដីនៅកណ្ដាលនោះណាហើយដូច្នេះសាកលវិទ្យាល័យនោះសពថ្ងៃគេដុតឆេះហើយដោយសារមានសង្គ្រាមសាសនាគ្រាន់តែដុតឆេះរយៈពេល1ខែបានរលត់ប៉ុន្តែគេរាំងលបងទុកទាំងអស់ញោមទៅគេលក់សបុតថ្លៃជាងគេមកស្រុកឥណ្ឌាមានតែកន្លែងហ្នឹងទេពីព្រោះអ្នកសិក្សាអ្នកស្រាវជ្រាវទៅស្រាវជ្រាវសាកលវិទ្យាល័យបុរាណញោមឲ្យចេតិយនៅកណ្ដាលគេនោះគឺចេតិយព្រះសិរីបុត្រថ្ងៃគេបូជាគោរពកសាងបច្ចេតិយនាងដឹងខ្លួនថាអាត្មាអញមានបានប៉ុណ្ណេះដោយសារកសាងចេតិយបើចឹងអាត្មាអញទៅគោរពចេតិយនឹងទៀតសពថ្ងៃនេះនាងទៅកើតឋានសួគ៌ហើយក្នុងកពីថាបើសិនជានាងចុះមកមនុស្សមហាអុកញ៉ាគ្មានទ្រព្យសម្បត្តិគ្មានលេខដាក់ទេណាញោមណាបានជាការគោរពកសាងបច្ចេតិយនេះបានអានិសង្សណាស់ចេតពាំងពោចេតបន្តិជាចេតយ៉ាងកន្លែងសម្រាប់គេគោរពបូជាគេហៅថាចេតិយក្នុងមិលិនបញ្ហាលោកដោះស្រាយថាផ្សារលក់អាយុផ្សារលក់សេចក្តីសុខផ្សារលក់ពណ៌សម្បល់និងលក់កម្លាំងគឺលក់នៅក្នុងចេតិយអត់មានតែដើរទិញអាយុពីផ្សារណាបានទេទិញអាយុបានពីចេតិយទិញរបៀបម៉េចបើកូនចៅទៅបោសទៅជូតថែទាំចេតិយកូនចៅនឹងមានអាយុវែងកូនចៅនឹងមានពណ៌សម្បល់ស្រស់ស្អាតកូនចៅនឹងមានសេចក្តីសុខកូនចៅនឹងមានកម្លាំងខ្លាំងបានលោកថានេះផ្សារលក់អាយុដល់តែពេលសម័យដើមធ្វើតែដីខ្សាច់ទេគ្រាន់តែពុកទេគេហៅថាវាលោកៈចេតិយដាក់ប្រធានតែដីខ្សាច់ដល់មកសម័យក្រោយទៀតធម្មមាសុកកើតអ្នកធម្មមាសោកកើតឡើងបានកសាងចេតិយធ្វើពីឥដ្ឋគ្រោះខ្សាច់ស៊ីម៉ង់បេតុងក្រូមានក្បាច់មានក្បូរបានមានវិកហៈថាអត្តកាទីហេជាចេតយ៉ាងការរៀបចំដោយឥដ្ឋដោយក្បាច់ដោយក្បូរមានថ្មមានរបស់រឹងសម្រាប់គោរពបូជាហៅថាចេតិយអត្តកាទីហេចិត្តតាវាជាចេតយ៉ាងដូច្នេះធម្មមាសោកជ្រះថ្លាកសាងចេតិយបាន84000ចេតិយញោមថ្ងៃបនចេតិយនោះក៏ក្រឹកក៏ក្រែងណាស់ថ្ងៃបនឆ្លងមាមួយមកពីស្រុកលើមកពីស្ថាននឹមមាននរតីអបសពពេកអញទៅលេងមនុស្សលោកសិនអញទៅធ្វើបាបមនុស្សលោកលេងសិនមកដល់មនុស្សកំពុងឲ្យច្រើនធ្វើឲ្យគេរៀកឲ្យរស់គេហើមពោះឲ្យខ្យល់ឲ្យភ្លៀងព្រះឧបគុតនៅនឹងដែរថាមាននេះខូចទៅមកធ្វើបាបគេអញលេងមាននឹងម្ដងមកđẹp tầm mía nó cái pru pư thôi chỉ niệm pru pư đã bộ cốt pre cả là chia cốt đánh chặt điện nó rút bên mình đánh cho đánh láng bộ cốt chặt mía nó cho ngài cầm rong sờ bay cài thì mất chưa cầm rong bay cài ở sôi lúng ngông cho ngài cho một phun mía nó về chăn rất pre bộ cốt tôi về không tiền nhở đại cầm rong sờ bay cài tiền mình đại sao tiền tới tiền khăng tới dưới đôi cao su ở cầm láng bay cài tiền bọc từng phun bên dưới sai dung nâng phun nâng sòng bò lục lên lục ơi đòn lên bên mau bị sờ mày pre cho mà ọc lọc kim đai bị na cái thứ ba pe cho mà chuồn can lục của bông tê mà thu ở cô chôn cái này bảo lẹ đạp thò của miên chuồn can cái tự ban ba tự nhang nè sau có nói đại chẳng hạn lục của miên ở đây là na thu ba sao ở lại ốp cột lên anh cha đai sòng bò lục ơi đòn lên mau chẳng bàn ta nè thằng nào một lục dương bị đám trẻ kia tha chìm đòn phải ốp cột tên này nhôm ná bậc cài na chỉ nói Israel nè kháng nè Piriang dương nâng sờ bầu chia bị xét sờ mày po của bào thì hiện po của bào cho đang trên cái nè phải là phải nơi nè pre mà luôn vậy tới nè Piriang dương nâng tầm mong ban cái hai Piriang mau bị nè po Piriang nâng tầm mong này nhôm na
ហើយគ្រាន់តែវាយគ្នា3យប់3ថ្ងៃនៅព្រះមលូជំនាន់ពូកបោណាញោមណាកាប់គ្នា3យប់3ថ្ងៃនៅក្នុងទៅហ៊ានមកពីព្រៃស្លាវាយគ្នាខ្លាំងក៏នៅព្រៃស្លាដែរចឹងអ្នកថ្នោតមលុបនេះបកែចេះណាអ្នកមលុបនេះពីដើមគេហៅថាមានជាប់តាក់ទងជាមួយនឹងជនជាតិមេឡងហើយមានប្រាសាទបុរាណច្រើនណាស់នៅក្នុងរឿងសម័យសាលាចរិតពាក់ព័ន្ធទៅនឹងប្រវត្តិឈ្មោះហៅកម្ពុជាហ្នឹងក៏ចេញពីសាលាចរិតនៅក្នុងស្រុកពីរាំងយើងនៅដែរណាសាលាចរិតនៅមលុបអីហ្នឹងបានបង្ហាញពីអ្វីខ្លះដែលគេធ្វើនៅអង្គរវត្តហើយអង្គរវត្តប្រាសាទទាំងអស់មានតួនាទីអ្វីខ្លះសម្រាប់មនុស្សហ្នឹងអាប្រាសាទទំនងហើយដែលคล้ายមកសម័យឥឡូវគឺចេតិយហ្នឹងណាញោមណាសម័យព្រហ្មញ្ញគេធ្វើប្រាសាទសម័យឥឡូវធ្វើចេតិយអញ្ចឹងកន្លែងយើងនេះមានវត្តមានមនុស្សនៅតាំងពីមុនសម័យអង្គរម៉េះរកឃើញសាលាចរិតនៅទួលគោកព្រះឃុំកំពង់អាស័យអាយុកាលមុនសម័យអង្គរទៀតដូច្នេះហើយមនុស្សយើងនៅស្រុកពីរាំងនេះក៏មានប្រវត្តិមនុស្សស្នាក់នៅតាំងពីមុនសម័យអង្គរអញ្ចឹងហើយនិយាយពីរឿងឧបគុតហ្នឹងអ្នកខ្លះចេះចំណងឧបគុតហ្នឹងយកមកចាប់ជំនាន់សម័យសង្គ្រាមញោមដែលលើគេថាគេតាមចាប់លោកហ៊ឿនណាអូអានោះបាត់ពីចេញបាត់ពីជើងចេញឲ្យត្បូងបាត់ពីត្បូងចេញឲ្យជើងនៅព្រៃវែងអាលូចលែងខៅហើយនឹងខុនពីម៉ូចអាលូចលែងខៅអាឡូវលែងខូចអាខុនពីម៉ូចនឹងខូចពីមុនអូសតពួកអ្នកមុនអាគុំបកែហើយនៅខាងអាស្វ័យផលិតនោះតតុនតកែបតអីអូពីដើមសតអ្នកខ្លាំងណាជំនាន់នោះជំនាន់អាចារ្យយីមេអ៊ីសារៈអាចារ្យយីបកតបកទីងនៅតែប្រងភ្នោការឡើងមកដល់ព្រៃផលិតឡើងមកដល់ព្រៃកលាញ់ណាសុតថអ៊ីមេព្រះចាប់កាត់កចោលជំនាន់នោះអ្នកស្រុកយើងនេះក៏ខ្លាំងដែរនិយាយពីមានអំបោឧបគុតពេកឧបគុតថាឥឡូវយើងដោះលែងណែឯងបានប៉ុន្តែណែឯងត្រូវចាប់ពីថ្ងៃហ្នឹងទៅឲ្យតែគេធ្វើបន់លែងមកអុកឡុកគេណាឥឡូវខ្ញុំសន្យាខ្ញុំលែងមកអុកឡុកហើយប៉ុន្តែឆ្នាំអីបានដឹងថាបន់ឆ្នាំគេដាក់តុងឲ្យតែគេតបតែងមានដាក់តុងអាហ្នឹងកន្លែងបន់ឲ្យឈប់មកអុកឡុកអាហ្នឹងថ្ងៃបន់ឆ្លងចេតិយហ្នឹងដូច្នេះទៅបានធម្មមាសោកជ្រះថ្លាគឺហៅថាបន់លើកធាតុបន់បញ្ចោះធាតុប្រមូលធាតុព្រះទាំងអស់យកមកដាក់ចេតិយកុំឲ្យរាយប៉ាយហើយអ្នកណាចង់បួសឲ្យបួសទាំងអស់អាមាត្យសេនាមន្ត្រីចូលបួសឲ្យក្រហមផ្អឺហើយមានកូនមួយមហន្តថេរជាកូនប្រុសបំពោះទៀតសង្ឃមិត្តាក៏បំពោះទៀតបំពោះទាំងកូនប្រុសទាំងកូនស្រីបានមានប្រវត្តិបួសមុខភ្លើងក៏ត្រឹមនឹងដែរនេះការកសាងបច្ចេកដីនឹងតម្កល់ប្រធានដែលញោមញាតនាំគ្នាធ្វើតាមនេះគឺត្រូវតាមគំរូចាស់នោះហើយណាញោមណាចឹងហើយបានជាការកសាងចេតិយការកសាងអីនេះគេតែងគោរពគេតែងបូជាធ្វើបន់ឆ្លងមានដាក់ទង់ដាក់អីញោមមកព្រះសិរីបុត្រព្រះមោគលានទៅឯឋានសួគ៌ក៏ទៅឃើញទេវបុត្រទេវធីតា2អង្គមានរូបឆោមលំពណ៌ស្អាតបរិបូរណ៍ដោយសម្បត្តិទឹកហើយក៏សួរថាមនាលទេវបុត្រទេវធីតាណែឯងកាលនៅរស់ធ្វើបន់អីដែរថាខ្ញុំព្រះអង្គបន់គេចាស់រុករៀនក្នុងព្រៃរអស់រវ័យកមកចិញ្ចឹមប្រពន្ធកូនលក់ដូងក៏ចិញ្ចឹមប្រពន្ធកូនថ្ងៃមួយឃើញស្ថានធ្នោបតូបបច្ចេកដីគេបោះបង់ចោលក្នុងព្រៃដោះព្រៃចិត្តដោះស្មៅចិត្តម្លោះឲ្យខ្ញុំទៅកាប់ទៅឆ្កាឲ្យស្អាតទៅជ្រះថ្លាថាម៉ែគេក៏ដូចម៉ែយើងឪគេក៏ដូចឪយើងចេតិយគេក៏ដូចចេតិយយើងឲ្យតែយើងគោរពបានបុណ្យដូចគ្នាគាត់បោសសម្អាតស្អាតហើយគាត់កាប់មែកឈើមួយមែកយកកម្មានឹងដាក់ចងធ្វើតុងបូជាថ្វាយហើយស្រាប់តែមកដល់ផ្ទះវិញប្រពន្ធសង្ស័យតពេនេះទៅដេកឯណាទេភ្លេចកម្មាបាត់ហើយសង្ស័យតពេនេះចូលដេកតាណាហើយបាត់កម្មាបានលងប្រពន្ធថាឯងកុំភ័យរឿងបាត់កម្មាហ្នឹងកុំឆ្ងល់ខ្ញុំឃើញស្ថានធ្នោបចុះតូបបច្ចេកដីនៅក្នុងព្រៃគេបោះចោលខ្ញុំក៏កាប់ឆ្កាយស្អាតទៅខ្ញុំដាក់កម្មាមួយបូជាទៅថាយើងមិនបានកសាងចេតិយធំដុំក៏យើងបូជាកម្មាមួយធ្វើតុងដែរសូមឯងអនុមោទនាប្រពន្ធហ្នឹងដូចចិត្តអើមែនយើងក្រមិនដែលបានធ្វើបន់អញ្ចឹងចំណាយកម្មាមួយខ្ញុំសូមអនុមោទនាអញ្ចឹងទៅទាំងពីរអ្នកប្តីប្រពន្ធហ្នឹងសុខសប្បាយប៉ុណ្ណឹងធ្វើបន់ប៉ុណ្ណឹងបានមកកើតជាទេវបុត្រហ្នឹងណាព្រះអង្គបានព្រះសិរីបុត្រព្រះមោគលានបានព្រះមោគលានថាមិនធម្មតាទេអានិសង្ឃអ្នកគោរពចេតិយនេះណាបានរំលឹកឡើងពីចៅកំជិលខ្សាច់លេងតដីខ្សាច់ពុកធ្វើចេតិយអនាគតទៅបានធ្វើជាស្ដេចខ្ញុំមើលឃើញណាពពោធិសត្វរៀបទៅចំនួនពុកតដីខ្សាច់គោរពថ្វាយអង្គមពេលដែលគេស្ដីគេថាឲ្យអាម៉េចក៏ដោយព្រះអង្គនៅតែគោរពទីបំផុតព្រះអង្គនឹងបានកើតមកជាព្រះទល់សពថ្ងៃហ្នឹងខ្ញុំមើលការគោរពបច្ចេកដីឥឡូវយើងបានធ្វើរួចចប់សពគ្រប់និយាយពីបុណ្យខួប7ថ្ងៃចង់ប្រាប់ញោមថាប្រទេសយើងនេះមានប្រវត្តិ3ដំណាក់កាលដំណាក់កាលទី1កាលពីសាសនាដើមយើងហៅថាសាសនាអូស្ត្រូអាស៊ីអ្នកស្រាវជ្រាវគេថាសាសនាអូស្ត្រូអាស៊ីតិចអ្នកសម័យឥឡូវខ្លះគេហៅថាសាសនាជីវចលអាជំនឿដើមមកចាស់យើងជឿថាអ្នកស្លាប់ទៅអត់ទាន់ដឹងខ្លួនទេដល់7ថ្ងៃបានដឹងខ្លួនគេក៏រៀបចំសំណែនសែនព្រានឲ្យក្នុងថ្ងៃទី7ហ្នឹងដែលគេសូត្រគេស្មូតថាខ្មោចយំស្ដាយក្រោយដឹងហើយថាខ្លួនអញស្លាប់ខ្មោចយំហ្នឹងយំដឹងខ្លួនថាស្លាប់នៅថ្ងៃទី7មកលាភពលាជាតិកំណើតម្ល៉េះហើយកូនខ្លះដែលមិនសូវដឹងគុណម៉ែឪដល់ទៅភ្ញាក់ខ្លួនមកធ្វើបន់ដឹងគុណម៉ែឪចាស់ខ្លះគាត់គេបង្អាប់អានេះទៅភ្ញាក់ខ្លួនមើលតែខ្មោច7ថ្ងៃ
អានេះទំដឹងខ្លួនមើលតែខ្មោច7ថ្ងៃមកពីទំនៀមថាអ្នកស្លាប់ទៅ7ថ្ងៃហ្នឹងដឹងខ្លួននេះសាសនាអូស្ត្រូអាស៊ីមុនពុទ្ធសាសនាមុនព្រហ្មញ្ញសាសនាចូលមកទៀតដែលអ្នកខ្លះហៅថាសាសនាជីវចលបន្ទាប់មកទៀតសាសនាព្រហ្មញ្ញចូលមកយើងជឿទៅលើព្រហ្មញ្ញសាមវិទ្យាយុជ្ជវិទ្យាអថរវវិទ្យាគម្ពីរឧបនិស្ស័តយើងជឿទៅលើលទ្ធិតបយោគៈនិងលទ្ធិពលឹងព្រហ្មញ្ញសាសនាថាមនុស្សយើងមានពលឹងទាំងអស់9ដណ្ដប់ពលឹងចិត្តស្លាប់ពលឹងតូចចេញអស់ថ្ងៃស្លាប់ពលឹងធំចេញនៅពលឹងរាយរងអត់តាន់ទៅអស់ទេដល់ថ្ងៃទី7នេះបានពលឹងរាយរងទៅម្ល៉េះហើយសាសនាព្រហ្មញ្ញគេសែនជូនដំណើរពលឹងថ្ងៃទី7ហ្នឹងរៀបចំថ្ងៃទី7នេះសែនជូនដំណើរពលឹងថាពលឹងទៅគ្រប់ហើយដើម្បីឲ្យបានទៅចាប់ជាតិកំណើតឥឡូវខ្ជិលនិយាយច្រើនមិនសំដែងឲ្យញោមជឿទេគ្រាន់តែស្ដាប់បានហើយសាសនាដទៃនោះបែរមកសាសនាពុទ្ធព្រះអង្គថាចុតិបដិសន្ធិមនុស្សរៀបស្លាប់ទៅមានអារម្មណ៍3ញោមញាតនៅរស់អត់ដឹងទេប៉ុន្តែអ្នកចិត្តស្លាប់ដូចដេកមើលកុនអញ្ចឹងណាញោមទី1កម្មអ្នកនឹងកាលនៅរស់ធ្វើមិនខ្លះរៀបស្លាប់ទៅចេញមកអញ្ចឹងហើយយាយខ្លះតាខ្លះចេញយូដូហាប់គីដូការ៉ាតេតៃខ្វាន់ដូចិនចាក់សាបកលាបជន់កកេណោបាច់ផ្កាស្វាហែកដងខ្ចីលបុកកតៅកពើហាទ្វា3ទ្វា8ទ្វា4នោះគាត់ចេញក្បាច់អញ្ចឹងយាយខ្លះធ្លាប់បោកសក់គេមូលតលកជាគេគាត់ចាប់ដើមមូលកទេលមូលពុកអាហ្នឹងគេហៅកម្មមកនិមិត្តអ្នកខ្លះលើកដៃសាពះកម្មល្អស្រាប់តែអារម្មណ៍ទី2នៃកម្មនិមិត្តឲ្យឃើញអំពើដែលខ្លួនធ្លាប់ធ្វើតាំងពីក្មេងមកអ្នកខ្លះដូចដេកមើលកុនអញ្ចឹងឃើញទាំងអស់អញវាយគេអញជេរគេអញបចោគេអញទូលត្រៃទៅវត្តអញធ្វើបន់មើលឃើញទាំងអស់ទាំងល្អទាំងអាក្រក់បន្ទាប់មកកតេនិមិត្តយើងអ្នកនៅរស់អត់ដឹងអ្នកចិត្តស្លាប់មើលឃើញទីកន្លែងទាំងអស់អ្នកខ្លះឃើញជាគុកជាច្បាក់ជាអន្ទាក់ជាខ្នោះជាគ្នៀងគេវាយគេដំអ្នកខ្លះឃើញជាប្រាសាទឃើញជាវិមានឃើញជាសួនច្បារអ្នកឃើញកន្លែងល្អទៅកើតឋានសួគ៌អ្នកឃើញកន្លែងអាក្រក់ទៅកើតនរកប្រែតដាច់ខ្យល់ប៉ាត់ពេលណាទៅពេលនងហ្មងដូចតកៅបាក់ខ្នងកំពុងរេរភពម្លោះហើយគេដេញចេញអ្នកណាបកាយយំមិនឲ្យយំទេគេចងបបត់ឲ្យគាត់ឃើញបបត់ឲ្យគាត់ឃើញព្រះគេនាំគ្នាសូត្រធម៌ឲ្យគាត់ស្ដាប់ដើម្បីទាញអារម្មណ៍គាត់ឲ្យទៅឋានសួគ៌ដោយញោមប្រុសរបស់លោកឪពុកនៃរបស់ភិក្ខុសង្ឃម្នាក់នោះឲ្យធ្វើសិលមិនធ្វើទានមិនធ្វើដល់តែឈឺចិត្តស្លាប់ស្រែកឲ្យលោកជួយលោកក៏សែងយកមកវត្តកោសក់ដាក់ស្បង់ចពោឲ្យបោះធ្វើនេនអង្គុយសូត្រធម៌ក៏មិនចេះឲ្យដេកទៅឲ្យយកផ្កាភីដាក់លើដើមទ្រូងមកតោះទៅបូជាចុលាមនីចេតីឲ្យឋានសួគ៌ទៅសាមណេរជួយរកទានធុកមកសោកដៃឲ្យគេកំពុងមើលឲ្យលហង់ស្រាប់តែគាត់ឲ្យសូត្រធម៌មិនចេះលោកសូត្រមួយម៉ាត់ឲ្យថាតាមពុទ្ធោពុទ្ធាំងធម្មោធម្មំអីចឹងទៅគាត់ថាតាមស្រាប់តែគាត់ស្រែកប្រាប់លោកថាដេគុណម្ចាស់ជាដេគុណម្ចាស់ជាហើយមិនបានឲ្យជាថាមានទៅក្រៀមមកច្រើនណាស់ប្រយ័ត្នប៉ះលោកគាត់ដាច់ខ្យល់ពេលហ្នឹងទៅភិក្ខុជីកូនញញឹមហើយមិនបានញញឹមទាញអារម្មណ៍មកពុកបានរៀបស្លាប់ទៅឃើញទេវតាមកទាំងហែគាត់ទៅឋានសួគ៌គាត់ខ្លាចទេវតាប៉ះលោកបានក្រោយលោកជិះចេញប៉ុន្តែលោកមើលអត់ឃើញផងគាត់មើលឃើញហើយចឹងភិក្ខុសង្ឃត្រេកអរទាញអារម្មណ៍លោកឪពុកបានហើយអាផ្កាអោបលើដើមទ្រូងនឹងយកទៅបូជាចុលាមនីចេតីដោយសាររឿងនឹងហើយបានមានប្រវត្តិយើងស្លាប់ទៅដាក់ស្លាត្រួយលើដើមទ្រូងហ្នឹងណាញោមណាហើយយើងឲ្យធម៌មួយម៉ាត់យកលំនាំតាមរឿងភិក្ខុសង្ឃអង្គហ្នឹងដូច្នេះហើយអ្នកស្លាប់ទៅអារម្មណ៍ទាញទៅណាទៅនោះប៉ុន្តែមានអ្នកខ្លះរៀបស្លាប់ទៅអារម្មណ៍ជាប់កូនជាប់ចៅជាប់ប្តីជាប់ស្អីជាប់ផ្ទះជាប់សំបែងទីកន្លែងដំណាំដាំដោះធ្វើឲ្យអារម្មណ៍វិលអត់ទៅណាទេអ្នកខ្លះកើតជាប្រែតជាអមនុស្សនៅក្បែរហ្នឹងអ្នកខ្លះជាប់ដំណាំពេកទៅកើតជាដង្កូវនៅនឹងបន្លែដូចសិទ្ធិមួយទៅកើតជាដង្កូវនឹងដើមអំពៅអញ្ចឹងអ្នកខ្លះជាប់ជាមួយផ្ទះមកកើតជាកលាតជីងចក់នឹងផ្ទះឬក៏ជាអមនុស្សនៅក្បែរផ្ទះនៅលើផ្ទះហ្នឹងអញ្ចឹងបានមានយាយតាពីរអ្នកប្តីប្រពន្ធស្លាប់ទៅអារម្មណ៍គាត់ជាប់ជំពាក់មកនៅផ្ទះហ្នឹងកើតជាប្រែតនៅក្បែរហ្នឹងអត់ចំណីអាហារមានកូន4ដណ្ដប់នាក់រៀបស្លាប់ទៅអារម្មណ៍មិនស្ងប់សោះកូននេះបានគេកូននោះអត់ទាន់បានគេកូននេះការហើយកូននោះមិនទាន់ការស្រាប់តែកើតទៅជាប្រែតតែហ្មងអត់ទាន់បានទៅកើតកន្លែងល្អដោយសារអារម្មណ៍វិវល់កូនយំដល់ថ្ងៃទី6អាបងបបួលតោះបានហើយយើងលែងយំនាំគ្នាធ្វើបន់ឲ្យម៉ែឪយើងធ្វើបន់ឲ្យទិសទៅឲ្យទៅមិនដឹងថាបានដល់ម៉ែដល់ឪក៏នាំគ្នាទៅថ្វាយអង្គមព្រះសួរព្រះអង្គហើយម៉ែឪខ្ញុំព្រះអង្គស្លាប់ទៅកើតឯណាបានប្រពុតថាអ្នកទាំងអស់គ្នាម្ដាយឪពុកអ្នកទាំងអស់គ្នាស្លាប់ទៅនឹងអារម្មណ៍គាត់ជាប់ជំពាក់នឹងកូនគាត់ទៅកើតជាប្រែតអស់7ថ្ងៃស្រាប់តែថ្ងៃទី7កូនធ្វើបុណ្យឲ្យទិសឲ្យឥឡូវគាត់ទទួលផលបុណ្យនឹងទៅកើតក្នុងឋានសួគ៌ហើយព្រះអង្គយកសាវកទាំងអស់ជាសាក្សីក៏ប្រើមុខកលៀនឲ្យទៅមើលមុខកលៀនបាត់ពីនឹងវឹងទៅដល់ឋានសួគ៌ឈប់នឹងមុខវិមានទេវតាហ្នឹងទេវតាចេញមកនិគុណម្ចាស់និមន្តមកពីណាមកពីស្រុកមនុស្សនិគុណម្ចាស់ប្រាប់កូនខ្ញុំកណាផងកាលស្លាប់មកដំបងកើតជាប្រែត7ថ្ងៃអត់ចំណីអាហារលំបាកវេទនាណាស់ស្រាប់តែដល់ថ្ងៃទី7កូនគេធ្វើបុណ្យមកឲ្យទទួលបានផលបុណ្យពីគេហ្នឹងនិគុណណយបានសម្បត្តិទឹកកើតជាទេវបុត្រទេវធីតាលែងក្រលែងខ្វះលែងកលាស់សោយសម្បត្តិទឹកហូរហែនេះដោយសារបុណ្យកូនធ្វើឲ្យ
ហើយអញ្ចឹងលោកម្ចាស់ទៅប្រាប់កូនផងថាប៉ុនកូនធ្វើកាលពីថ្ងៃទី6ទី7ម៉ែឪបានទទួលហើយសូមឲ្យកូនខំធ្វើល្អចុះនរកប្រែតពិតជាមានមែនព្រោះម្ដាយធ្លាប់ទៅកើតប្រែតមែនហើយឲ្យកូនខំធ្វើសិលធ្វើទានមកកលៀនយករឿងនឹងចុះមកដល់ប្រាប់កូនកូនកំពុងតែអង្គុយចាំស្ដាប់នៅមុខព្រះស្រាប់តែកូននឹងត្រេកអរណាស់ដឹងថាប៉ុនខ្លួនឯងធ្វើទៅបានប៉ុនដល់ឪពុកដល់ម្ដាយក៏នាំគ្នាត្រេកអរជ្រះថ្លារីករាយទៅនាំគ្នាធ្វើប៉ុននឹងតរហូតថ្ងៃហ្នឹងយើងក៏ធ្វើតាមអញ្ចឹងទៅណាញោមណាឃើញរឿងពីដើមគេធ្វើបានដែរព្រះអង្គសម្ដែងថាសម្ភវេសីសកំណើតកើតអារម្មណ៍ជាប់ជំពាក់ហ្នឹងផោះតាំងបច្ចៈនៅក្នុងគម្ពីរវិន័យនិយាយពីទេសៈភិក្ខុនោះណាញោមណារៀបស្លាប់ទៅរៀបសគុតទៅនៅតែជាប់អារម្មណ៍ជាមួយជពោអញក៏ស្លាប់ទៅកើតជាតង្កូវនៅចៃខ្មោចនៅនឹងជពោហ្នឹងភិក្ខុសំយកជពោចៃគ្នាចៃនឹងវាគិតទៅស្រែកថាភិក្ខុសំទៅដើមជពោខ្ញុំទៅដើមជពោខ្ញុំហើយភិក្ខុសំមានលឺអីសំឡេងចៃមិនដឹងសំឡេងប្រមាណមេហ្គាហឺតផងបានប្រពុតទ្រង់ញៀនដឹងខាត់ភិក្ខុកមាលចៃគ្នាទុកឲ្យកន្លង7ថ្ងៃសិនចឹងហើយបានព្រះអង្គដាក់ច្បាប់មួយរបស់ព្រះសង្ឃចង់ឲ្យទៅណាឲ្យនៅរស់ឲ្យទៅសគុតខ្លាចជារបស់សង្ឃហើយអលហុភ័ណ្ឌចែកគ្នាប្រើទៅហើយគរុភ័ណ្ឌទុកជាសម្បត្តិសង្ឃប៉ុន្តែមុននឹងចែកគ្នាត្រូវទុកឲ្យកន្លង7ថ្ងៃសិនអញ្ចឹងហើយបានជាសក្រាចវត្តទៅសគុតទៅគេបិទបន្ទប់សក្រាច7ថ្ងៃអត់បានឲ្យពីណាធ្វើអីទេពីព្រោះខ្លាចអារម្មណ៍វាជាប់ជំពាក់អញ្ចឹងបានវាមានប្រវត្តិប៉ុន7ថ្ងៃអញ្ចឹងណាញោមណាញោមមករៀបបញ្ចប់ធម៌ទេសនានឹកឃើញស្ដេចប្របាទបង្កលិកៈលើកតបមកពីច្បាំងកងពលគ្នា100មកកងពលប្រហែល100នាក់ដើរមកវិញផ្លូវក្នុងព្រៃហ៊ីអាម៉ាតយើងវិញផ្លូវហើយពីព្រះអង្គមិនដែលស្គាល់សោះផ្លូវហ្នឹងចូលជ្រកដើមឈើធំនេះមួយសិនពីផ្លូវនេះតិចលហើយវ៉េចូលជ្រកអាម៉ាតដូចអត់ស្រួលទេយើងវិញផ្លូវដើមឈើនេះក៏តិចបើសិនជាមានទឹកហូបអីល្អហេអាម៉ាតណាដាក់ទឹកនៅពីនេះច្រើនណាស់ពិនិត្យមើលមកអូមានក្អមទឹកនាំគ្នាចែកគ្នាហូបឆ្អែតមកកងពលហ្នឹងអង្គុយទៀតបើសិនជាមានបាយហូបអីល្អរហ្មងវ៉ៃណាតិចស្រួលអញ្ចឹងងាកមកនេះហាពីណាគេដាក់បាយច្រើនម្លេះអាម៉ាតពិនិត្យមើលមកពិនិត្យមើលទៅហូបកើតនាំគ្នាហូបឆ្អែតមកកងពលស្រាប់តែស្ដាច់ហ្នឹងពឹសមាត់អស់លោកអើយនរណាគេម្ចាស់បាយម្ចាស់ទឹកមើលសុំបង្ហាញមុខផងមកមើលស្រាប់តែមេឃស្រឡះអញ្ចឹងពូនចេញជាផ្សែងមកផ្ទាំងមកចេញជាមុខមនុស្សខ្ញុំជាម្ចាស់ហើយជួនឯងជាស្អីខ្មោចព្រាយបិសាចចុងលងបន្លាចខ្ញុំមែនទេខ្ញុំពីមុនមកជាអ្នកស្រុកហ្នឹងខ្ញុំកាលនៅរស់គ្មានបានធ្វើបន់ធ្វើសិលធ្វើទានខ្ញុំស្លាប់មកកើតជាប្រែតអត់ចំណីអាហារខ្ញុំមានកូនស្រីមួយឈ្មោះនាងឧត្តរានាងនៅក្មេងទេប៉ុន្តែនាងទៅដើរជាមួយយាយនាងដើរទៅវត្តដើរទៅបន់ទៅទាននាងស្ដាប់ធម៌ស្រាប់តែនាងយល់បន់នាងចេះធ្វើបន់ឲ្យខ្ញុំនាងរាប់បាតប្រសងឲ្យទិសមកឲ្យខ្ញុំនាងសមាទានសិលឲ្យទិសមកឲ្យខ្ញុំហើយនាងទៅបន់គេជួយជូនចានជូនឆ្នាំងគេជួយសូត្រធម៌គេជួយពង្រើគេឲ្យទិសបន់មកឲ្យខ្ញុំនាងបានលើកាក់ធ្វើបន់មកខ្ញុំស្រាប់តែខ្ញុំបានទទួលផលបន់ទឹកជាមួយនឹងញាតិកាមួយអន្លើទទួលបានផលបន់ពីនាងកើតជាសម្បត្តិទឹកខ្លាយខ្លួនជាទេវតាខ្ញុំត្រូវទៅសោយសម្បត្តិទឹកក្នុងឋានសួគ៌អស់កាលយូរប៉ុន្តែខ្ញុំមិនទាន់ទៅខ្ញុំអាឡ័យហោះលេងសិនលេងជាមួយបនខ្ញុំសបាយខ្ញុំហោះពីដើមឈើនេះទៅដើមឈើនោះខ្ញុំហោះពីដើមឈើនោះមកដើមឈើនេះខ្ញុំហោះពីដើមឈើនេះទៅមាត់សមុទ្រខ្ញុំហោះពីមាត់សមុទ្រមកកពូលភ្នំប្រតាបមើលចុងព្រៃស្រាប់តែឃើញលោកដើរមកខ្ញុំក៏សាកនិមិត្តឲ្យចេញជាផ្លូវលោកឡើងលើផ្លូវខ្ញុំនិមិត្តឲ្យចេញជាដើមឈើធំមួយលោកចូលជ្រកដើមឈើខ្ញុំឮថាលោកចង់ហូបទឹកខ្ញុំនិមិត្តឲ្យចេញជាទឹកលោកហូបទឹកខ្ញុំឆ្អែតឮថាលោកចង់ហូបបាយខ្ញុំសាកបនខ្ញុំមើលនិមិត្តឲ្យចេញជាបាយតើបានអត់និមិត្តទៅចេញជាបាយមែនលោកហូបបាយខ្ញុំឆ្អែតអស់ឥឡូវលោកចង់ឃើញមុខខ្ញុំទៀតខ្ញុំបង្ហាញឲ្យឃើញហើយមានអីឆ្ងល់ទៀតព្រឺរួមព្រឺស្បែកព្រះហើយមិនដែលឮសោះឮតែគេថាមិនដែលឃើញសោះឥឡូវមកជួបផ្ទាល់អញ្ចឹងថ្វាយអង្គមទេវតានឹងតែហ្មងខ្ញុំទៅសោយសម្បត្តិទឹកក្នុងឋានសួគ៌ហើយឈប់សុំសមាទានសិលសិនតាហ៊ានទាំងអស់គ្នាយើងកាន់សិល5ថ្វាយអង្គមទេវតាសុំសមាទានសិល5ថ្វាយខ្លួនជាបរិស័ទគេដែរមានត្រៃសរណៈគុំរសាសិលគេដែរទេវតាក៏លាទៅវិញទៅស្ដេចមកដល់វាំងទៅប្រកាសប្រជាជនបងប្អូនណយនរណាមានម្ដាយមានឪពុកស្លាប់ទៅធ្វើបន់ឧទ្ទិសឲ្យទៅគាត់ទទួលបានមែនណាទទួលបានពិតប្រាកដមែនណាផោះតាំងជាក់ស្ដែងខ្ញុំជួបផ្ទាល់ហើយបានបាយទឹកមកឆ្អែតទៀតណចឹងហើយបានជាជំរុញកម្លាំងចិត្តឲ្យប្រជាជនខំធ្វើបន់នឹងជាប់រហូតមកដល់ថ្ងៃហ្នឹងអញ្ចឹងទៅណាញោមណា